ក្មេងស្រីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថានាងមានថតតែរូបបងប្រុសរបស់នាងវីលៀមប៉ុន្តែនៅក្នុងរូបថតនោះបងប្រុសរបស់នាងបានបង្ហាញខ្លួននៅក្នុងគ្រោះថ្នាក់មួយក្មេងស្រីនោះមិនអាចជឿនៅទីនេះទេដូច្នេះនាងបានចង្អុលទៅកាមេរ៉ានៅឪពុកម្ដាយរបស់នាងដោយមិននឹកស្មានដល់ឪពុកម្ដាយរបស់នាងក៏បានបង្ហាញខ្លួនក្នុងគ្រោះថ្នាក់មួយនៅក្នុងរូបថតខណៈពេលដែលក្មេងស្រីនោះកំពុងសម្លឹងមើលរូបថតនៅក្នុងនោះដោយភ្ញាក់ផ្អើលដៃចង្គៀងគមខាងលើក្បាលរបស់វីលៀមស្រាប់តែដួលរូបរាងរបួសរបស់គាត់គឺដូចគ្នាបេះបិទទៅនឹងរូបថតក្មេងស្រីបានប្រាប់ក្រុមគ្រួសាររបស់នាងថាកាមេរ៉ានេះត្រូវតែមានបញ្ហាប៉ុន្តែឪពុករបស់នាងមិនត្រឹមតែប៉ុណ្ណោះទេមិនអើពើនឹងពាក្យសម្ដីរបស់នាងគាត់ថែមទាំងទះកំភ្លៀងនាងទៀតផងចោទប្រកាន់នាងទាំងមុខទាំងមាត់និយាយលេងសើចនៅពេលវេលាដូចនេះក្មេងស្រីនោះមានអារម្មណ៍ថានាងមិនត្រូវបានយកចិត្តដូច្នេះនាងរត់ឡើងលើដោយកំហឹងប៉ុន្តែនៅពេលដែលម្ដាយរបស់នាងបានដេញនាងឡើងលើផ្ទះនាងដោយចៃដន្យបានរអិលធ្លាក់ពីលើជណ្ដាលនាងក៏បានបំពេញសោកនាដកម្មដែលបង្ហាញក្នុងរូបថតដើម្បីជួយសង្គ្រោះម្ដាយនិងបងប្រុសរបស់នាងឲ្យបានរហ័សក្មេងស្រីនោះបានបើកឡានដឹកពួកគេទៅមន្ទីរពេទ្យប៉ុន្តែនៅតាមផ្លូវមានគ្រោះថ្នាក់មួយបានកើតឡើងក្មេងស្រីនោះបានធ្លាក់ចូលទៅក្នុងខ្លួនរបស់នាងដោយចៃដន្យឪពុកពេកំពុងបើកបរការព្យាករណ៍នឹងរូបថតបានคล้ายជាការពិតមួយគុណមួយក្មេងស្រីនោះក៏ត្រូវបានបញ្ជូនទៅពន្ធនាគារផងដែរចំពោះបទឧក្រិដ្ឋនៃធ្វើបាបអ្នកដទៃពី3ថ្ងៃក្រោយមកនាងប្អូនស្រីលីនដាបានមកដល់ពន្ធនាគារដោយមិននឹកស្មានដល់តាមពិតនាងបានគ្រោងទុកសម្រាប់ក្មេងស្រីនោះវាមិនទាន់ដល់ពេលត្រឹមត្រូវទេមុនពេលនាងស្លាប់ក្មេងស្រីនោះបានដឹងខ្លួនសុទ្ធតែជាអន្ទាក់ដែលកំណត់ដោយប្អូនស្រីរបស់នាងឈ្មោះលីនដាមិនយូរប៉ុន្មានក្មេងស្រីនោះក៏ឈប់ដកដង្ហើមវិនាទីបន្ទាប់នាងស្មារតីបានវិលត្រឡប់ទៅរកភាពពិតវិញពិភពលោកស្ត្រីបានកើតមុនអ្វីទាំងអស់បានកើតឡើងនៅពេលនោះនៅពេលនេះក្រុមគ្រួសារកំពុងប្រារព្ធពិធីថ្ងៃកំណើតរបស់ក្មេងស្រីនោះបានទទួលយកអំណោយពីលីនដានៅខាងក្នុងនោះកាមេរ៉ាចម្លែកក្មេងស្រីនោះភ័យខ្លាចក្មេងស្រីនោះបានបោះកាមេរ៉ាចោលយ៉ាងលឿនដឹងច្បាស់នៅក្នុងចិត្តថាវាជាកាមេរ៉ានេះដែលបណ្ដាលឲ្យមានទាំងអស់បន្ទាប់ពីសោកនាដកម្មចាប់តាំងពីនាងត្រូវបានកើតជាថ្មីនាងនឹងមិនអនុញ្ញាតឲ្យសោកនាដកម្មនឹងកើតឡើងម្ដងទៀតក្មេងស្រីនោះបានប្រាប់ក្រុមគ្រួសាររបស់នាងថាកាមេរ៉ានេះពិតជាអស្ចារ្យណាស់ចម្លែកណាស់វានឹងសម្លាប់មនុស្សគ្រប់គ្នាឆាប់នេះគ្រួសារប៉ុន្តែអ្នកផ្សេងទៀតមិនជឿពាក្យសម្ដីរបស់នាងតតែសោះវីលៀមមិនចង់បានធ្វើឲ្យលីនដាឈឺចាប់សំបីតែដាក់កាមេរ៉ាដោយផ្ទាល់ទៅក្នុងតែក្មេងស្រីឃើញក្មេងស្រីយកកាមេរ៉ាលីនដាបន្ទាប់មកបាននិយាយថាកាមេរ៉ានេះមានមន្តអាគមសមត្ថភាពក្នុងការទស្សន៍ទាយអនាគតហើយសុំឲ្យក្មេងស្រីយករូបភាពដើម្បីសាកល្បងក្មេងស្រីនោះគ្មានជម្រើសទេដូច្នេះនាងបានចុចប៊ូតុងនៅលើកាមេរ៉ាប៉ុន្តែលើកនេះនាងមិនបានថតរូបទេនរណាម្នាក់ផ្ទុយទៅវិញនាងបានចង្អុលកែវភ្នែកទៅតុបរិភោគអាហារប៉ុន្តែមានរឿងមិននឹកស្មានដល់មួយបានកើតឡើងរូបថតបង្ហាញពីភាពភ័យខ្លាចក្មេងស្រីសម្លឹងមើលចង្គៀងគុំនៅក្នុងវិនាទីបន្ទាប់ចង្គៀងគុំខាងលើក្បាលរបស់ William បានដួលម្ដងទៀតនៅក្នុងវិបត្តិនេះក្មេងស្រីនោះបានបោះខ្លួនឯងទៅលើនាងបងប្រុសឲ្យរុញគាត់ចុះប៉ុន្តែនាងផ្ទាល់បានរងរបួសដោយសារចង្គៀងគុំដែលធ្លាក់ក្មេងស្រីនោះមិនយល់ថាមានអ្វីកើតឡើងទេកំពុងបន្តនាងបានស្រែកដោយកំហឹងថាវាគឺជាទាំងអស់ដោយសារតែលីនដាដោយសារតែរឿងនោះកាមេរ៉ាចម្លែកនោះហើយជាមូលហេតុដែលពួកគេជួបប្រទះរឿងបែបនេះប៉ុន្តែនាងក្រុមគ្រួសារគិតថាខួរក្បាលរបស់ក្មេងស្រីនោះខូចខាតដោយសារការវាយតើការធ្លាក់អាចកើតឡើងយ៉ាងដូចម្តេចចង្គៀងគុំដែលប្រហែលជាត្រូវបានភ្ជាប់ទៅកាមេរ៉ាហើយជាក់ស្ដែងបញ្ហានេះគ្មានអ្វីតាក់ទងនឹងលីនដាទេលីនដាក៏ដែរធ្វើពុតជាមើលទៅគ្មានកំហុសនាងកាន់កាមេរ៉ាហើយដើរឡើងទៅក្មេងស្រីដោយនិយាយថាប្រសិនបើរឿងនេះពិតជាមានមែនមានអ្វីមួយដែលតាក់ទងនឹងនាងក្មេងស្រីនោះអាចចង្អុលកាមេរ៉ាទៅម្ខាងទៀតប៉ុន្តែក្មេងស្រីនោះបានឃើញហើយថាកាមេរ៉ានេះចម្លែកប៉ុណ្ណាគឺហើយក្រោមកាលៈទេសៈណាក៏ដោយនឹងនាងប៉ះវាម្ដងទៀតក្មេងស្រីដែលមានអារម្មណ៍រំជួលចិត្តគ្រវីដៃរបស់នាងហើយគោះកាមេរ៉ាឲ្យទេឪពុករបស់ក្មេងស្រីនោះបានបញ្ជានាងត្រូវទទួលយកទ្រឹស្ដីរបស់លីនដាបើមិនដូច្នោះទេនាងនឹងបំផ្លាញពិធីជប់លៀងវីលៀមក៏បានចោទប្រកាន់នាងពីបទញុះញង់ផងដែរដោយនិយាយថានាងចេតនាកំពុងកំណត់គោលដៅទៅលើប្អូនស្រីរបស់នាងឈ្មោះលីនដាថាគ្រួសារទាំងមូលកំពុងគាំទ្រលីនដាក្មេងស្រីនោះមានការខកចិត្តយ៉ាងខ្លាំងនាងរត់ឡើងលើផ្ទះដោយមានបំណងចង់ស្ងប់ចិត្តនៅក្នុងបន្ទប់របស់នាងប៉ុន្តែអ្វីដែលក្មេងស្រីនោះមិនបានធ្វើចំណុចគួរកត់សម្គាល់គឺថាកាមេរ៉ានោះស្ថិតនៅលើដីត្រូវបានបង្កឡើងដោយចៃដន្យរូបថតមួយលេចចេញមកលីនដារើសរូបថតនោះហើយនៅលើវាគឺជាឈុតឆាកសោកនាដកម្មនៃគ្រោះថ្នាក់របស់ម្ដាយពួកគេអ្វីបានកើតឡើងដូចពីមុនម្ដាយដេញតាមក្មេងស្រីជាអកុសលបានរអិលធ្លាក់ពីលើជណ្ដាលពេលណាក្មេងស្រីនោះបានឃើញម្ដាយរបស់នាងរងរបួសនាងប្រញាប់ប្រញ័រចុះទៅជាន់ក្រោមនាងបានឆក់យករូបថតពី Line Descent នឹងដោយកំហឹងបានចោទប្រកាន់លីនដាថាបានបដិសេធមិនឲ្យនាងទៅប៉ុន្តែឪពុករបស់ក្មេងស្រីនោះភ្លាមទះកំភ្លៀងនាងពេញមុខគាត់ច្បាស់ណាស់ឃើញប្រពន្ធគាត់កំពុងដេញតាមក្មេងស្រីនោះហើយជាមូលហេតុដែលនាងដួលដោយចៃដន្យពីចិន្តាវីលៀមក៏បានបញ្ជាផងដែរអ្នកបម្រើចាក់សោក្មេងស្រីនៅក្នុងបន្ទប់សិក្សាដោយគ្មានការអនុញ្ញាតពីគាត់ក្មេងស្រីនោះមិនត្រូវបានអនុញ្ញាតឲ្យដើរមួយជំហានទេចេញពីការសិក្សាក្មេងស្រីនោះមិនបានយល់ហើយនាងបានធ្វើច្រើនណាស់រួចហើយការរៀបចំហេតុអ្វីនាងនៅតែមិនអាចធ្វើបានការពារវាទាំងអស់ក្មេងស្រីអស់សង្ឃឹមបានធំឡើងកាមេរ៉ានៅក្នុងដៃរបស់នាងដោយមានបំណងចង់កំទេចវាចោលជាបំណែកប៉ុន្តែវីលៀមបានឈប់នាងនៅពេលនោះវីលៀមជឿវាគឺជាអំណោយដែលរៀបចំយ៉ាងប្រុងប្រយ័ត្នពីលីនដាហើយតើនាងអាចក្បត់លីនដាដោយរបៀបណាចិត្តណាបែបនោះបន្ទាប់មកវីលៀមបាននិយាយថាម្ដាយរបស់ពួកគេនៅក្នុងមន្ទីរពេទ្យគាត់គ្រោងនឹងនាំក្មេងស្រីទៅមន្ទីរពេទ្យដើម្បីសុំទោសម្ដាយរបស់ពួកគេក្មេងស្រីនោះភ្លាមបានដឹងថាវានៅលើផ្លូវទៅមន្ទីរពេទ្យដែលឪពុករបស់នាងនៅវាប៉ុន្តែមិនថានាងវាប៉ុន្មានទេបានជំទាស់វីលៀមបានទូចឆានាងបានទៅមន្ទីរពេទ្យក្មេងស្រីនោះ
ពិតជាគ្មានជំរឿផ្សេងទៀតទេដូច្នេះនាងបានធ្វើស្នើសុំទៅពួកគេលុះត្រាតែលីនដាបើកបរបើមិនដូច្នោះទេនាងនឹងមិនទៅណាចោលជាដាច់ខាតជាក់ស្ដែងលីនដាមិនបានរំពឹងទុកថាក្មេងស្រីទាមទារឲ្យនាងបើកបរប៉ុន្តែនាងមិនអាចរកកន្លែងដើម្បីបដិសេធបានទេដូច្នេះនាងគ្មានជំរឿអ្វីក្រៅពីយល់ព្រមបើកឡានទៅមុខទៀតឡើយផ្លូវវីលៀមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកាមេរ៉ាដូច្នេះគាត់បានប្រើវាដើម្បីថតរូបភាពរបស់លីនដាប៉ុន្តែនៅក្នុងពេលបន្ទាប់ទី2ទំនាយដ៏គួរឲ្យភ័យខ្លាចបានខ្លាចជាការពិតម្ដងទៀតដោយហេតុផលខ្លះឪពុករបស់ក្មេងស្រីបានបង្ហាញខ្លួននៅតាមផ្លូវគាត់ត្រូវបានគេវាយដួលទៅលើដីហើយវីលៀមបានសន្លប់ពេលឃើញមានការប៉ះទង្គិចយ៉ាងខ្លាំងឪពុកបានចោទប្រកាន់ក្មេងស្រីនោះថាបានកាន់ស្អប់ខ្ពើមហើយដូច្នេះវាយប្រហារគាត់គោលបំណងសូម្បីតែលីនដាក៏បានចោទប្រកាន់នាងមិនពិតដែរដោយនិយាយថាវាជាក្មេងស្រីដែលកំពុងបើកបរហើយបានបង្កឲ្យមានគ្រោះថ្នាក់ក្មេងស្រីនោះដើម្បីបញ្ជាក់ពីភាពគ្មានទោសពៃរបស់នាងបានទៅរកមើលរូបថតនោះប៉ុន្តែនៅរូបថតបន្ទាប់ពេលដែលនាងភ្ញាក់ផ្អើលពេលដឹងថាអ្នកដែលបើកបរក្នុងរូបថតនោះគឺតាមពិតទៅខ្លួននាងផ្ទាល់មិនយូរប៉ុន្មានពួកគេទាំងអស់គ្នាបានមកដល់ប៉ុស្តិ៍ប៉ូលីសហើយទោះបីជាក្មេងស្រីបានប្រកែកដោយអស់សង្ឃឹមថាវាគឺលីនដាដែលបើកបរប៉ុន្តែប្រឈមមុខនឹងរឿងនោះរូបថតនេះប៉ូលីសមិនជឿទេពាក្យសម្ដីរបស់ក្មេងស្រីតតែសោះដូចដែលក្មេងស្រីនោះធ្លាប់មានចិត្តត្រូវកាត់ទោសនិងបញ្ជូនទៅពន្ធនាគារហើយទីបំផុតនាងយល់គ្រប់យ៉ាងក្មេងស្រីនោះបានឆក់យកកាមេរ៉ាពីប៉ូលីសដៃហើយបានបង្ហាញការពិតដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល